ថៃមិនខ្លាចអាវុធរបស់លោកហ៊ុនសែនដែលដាក់នៅតាមព្រំដែនទេមិនខ្លាចទេថៃមិនខ្លាចទេកំភ្លើងធំរត់ក្រោះរកកែតដូចជា BM21 អីជាដើមថៃមិនខ្លាចទេថៃដឹងខ្លួនឯងហើយឥឡូវនេះគឺមានសមត្ថភាពនឹងកំទេចចោលអាវុធអស់ហ្នឹងក៏ប៉ុន្តែសង្គ្រាមថ្ងៃ24ដល់ថ្ងៃទី28ខែកក្កដាសង្គ្រាមថ្ងៃ24ដល់ថ្ងៃទី28ខែកក្កដាថៃគ្មានគោលដៅវាយចូលកាន់កាប់ស្រុកឬក៏ខេត្តខ្មែរទេព្រោះយួនគេមិនព្រមថៃអត់ខ្លាចលោកហ៊ុនសែនទេអត់ខ្លាចលោកហ៊ុនសែនទេរកឃើញចំណុចខ្សោយតបលោកហ៊ុនសែនហើយអាចកំទេចបានសពាវុធដែលលោកហ៊ុនសែនយកមកព្រំដែនកន្លែងណាក៏បានដែរតែដោយសារថៃគ្មានគោលដៅវាយចូលកាន់កាប់ស្រុកឬខេត្តខ្មែរដោយយួនមិនព្រមអញ្ចឹងជាជាងខាតជើងយន្តហោះក្នុងការកំទេចចោលនៅរកែត BM21 អីជាដើមគឺទាមទារឲ្យខាងលោកហ៊ុនសែនដោះស្រាយដោយដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះគឺជាគោលដៅមួយដែលកងទ័ពថៃមិនចង់ឲ្យកងទ័ពលោកហ៊ុនសែនបាញ់ស្រោចទៅលើភូមិអ្នកស្រុកថៃប្រទេសថៃកងទ័ពគេធ្វើសង្គ្រាមគេគិតដល់ប្រជាជនស៊ីវិលស្រុកភូមិគេចំណែកលោកហ៊ុនសែនទ័ពរបស់គាត់អត់ដែលហាម5ទ័ពគាត់មិនឲ្យបាញ់លើភូមិថៃទេចំណែកទ័ពថៃមានការប្រុងប្រយ័ត្នណាស់មិនបាញ់មកលើភូមិស្រុកខ្មែរទេពីព្រោះវាជាអក្រិតកម្មសង្គ្រាមជាការពិតណាស់ថៃចង់យកអំពើទ័ពលោកហ៊ុនសែនហ្នឹងទៅចោទប្រកាន់ជាអក្រិតកម្មសង្គ្រាមក៏ប៉ុន្តែថៃត្រូវការរក្សាសុវត្ថិភាពប្រជារាស្ត្រថៃបើសិនជាប្រជារាស្ត្រថៃរងគ្រោះវាខាតច្រើនជាងចំណេញអញ្ចឹងនៅក្នុងក្បួនទ័ពរបស់ថៃហើយនឹងវិន័យទ័ពថៃមិនបាញ់តែពាសវាលពាសកាលមកលើភូមិអ្នកស្រុកខ្មែរទេនៅពេលដែលគ្មានគោលដៅវាយយកស្រុកខេត្តខ្មែរថៃអត់ត្រូវការធ្វើឲ្យរបួសស្នាមច្រើនលើជនស៊ីវិលឡើយចំណែកទ័ពលោកហ៊ុនសែនមិនដែលគិតរឿងហ្នឹងឯអាណាបាញ់អីបាញ់ទៅបាញ់ឲ្យថៃវាខ្លាចភាពស៊ីជោដ៏អស្ចារ្យរបស់កងទ័ពលោកហ៊ុនសែនគឺកាលឆ្នាំ2008បាញ់ភូមិថៃលើកនេះថៃវាខំប្រឹងជំលះប្រជារាស្ត្រវាចេញពីស្រុកភូមិដើម្បីកុំឲ្យរងគ្រោះហើយដោយសារវាគ្មានគោលដៅវាយយកដីស្រុកខេត្តខ្មែរដោយវាអត់ចង់ធ្វើសង្គ្រាមជាមួយយួនវាទាមទារឲ្យដកអាវុធធុនធ្ងន់ចេញពីព្រំដែនខ្មែរខ្លះគិតថាការដែលថៃទាមទារឲ្យដកអាវុធធុនធ្ងន់ចេញពីព្រំដែនថៃខ្លាចតែអត់ខ្លាចទេថៃយកយន្តហោះមកកំទេចចោលបានក៏ប៉ុន្តែថៃសង្កេតឃើញមួយបែបទៀតអាវុធធុនធ្ងន់របស់កងទ័ពលោកហ៊ុនសែនគឺដាក់ក្នុងភូមិខ្មែរ BM21 ដាក់នៅភូមិណាដាក់នៅភូមិគ្រប់កន្លែងអាវុធធុនធ្ងន់របស់ទ័ពលោកហ៊ុនសែនដាក់នៅក្នុងភូមិអ្នកស្រុកពីព្រោះលោកហ៊ុនសែនមិនដែលមានសេចក្តីយកចិត្តទុកដាក់អាណិតអាសូរដល់ជីវិតជនស្លូតត្រង់ទេបើសិនជាថៃយកយន្តហោះមកកំទេចអាវុធធុនធ្ងន់អស់ហ្នឹងវានឹងរបួសស្នាមឬស្លាប់អ្នកស្រុកអានឹងអញ្ចឹងវានឹងខូចឈ្មោះថៃហ្នឹងគឺជាលក្ខណៈមួយទៀតដែលថៃទាមទារឲ្យដកអាវុធធុនធ្ងន់ណាបន្ទាប់មកទៀតគឺជាក្បួនយុទ្ធសាស្ត្រនៅពេលដែលភាគីទាំងសងខាងព្រមដកអាវុធធុនធ្ងន់ពេលហ្នឹងភាគីទាំងសងខាងប្រើ
ការតាមដានឲ្យដឹងថាអាវុធធុនធ្ងន់ហ្នឹងដកយកទៅទុកនៅកន្លែងណាបើដកទៅទុកនៅកន្លែងណាគេក៏អាចតាមដានភាពចល័តនៃអាវុធនោះទៅអនាគតអញ្ចឹងវាមានចំណុចទី1គឺថៃអត់មានគោលដៅវាយយកស្រុកខេត្តខ្មែរទេដោយយួនមិនអោយធ្វើទី2ការដែលអាចកំទេចអាវុធកងទ័ពលោកហ៊ុនសែនបានវាប៉ះពាល់ដល់អាយុជីវិតអ្នកស្រុកខ្មែរដែលទ័ពវិន័យថៃធ្វើមិនកើតទី3ទាមទារឲ្យដកអាវុធដើម្បីដឹងថាវាយកទៅទុកនៅតាណាសម្រាប់ការតាមដានអានោះអញ្ចឹងរបៀបដែលគេធ្វើទៅតាមក្បួនរបស់គេហៅជាក្បួនរបស់គេជា conventional armed forces គេប្រើក្បួនរបស់គេអានឹងអញ្ចឹងនឹងការដកអាវុធធុនធ្ងន់ហ្នឹងគឺជាផ្នែកមួយនៃអ្វីដែលថៃវាទាមទារមុននឹងវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពណាបន្ទាប់មកទៀតវាមានតកតងនឹងការដោះមីនណាវាមានតកតងនឹងការដោះមីនមានមតិខ្មែរយើងមួយផ្នែកឆោតថាទុកមីនទៅការពារទឹកដីមតិដ៏ឆោតល្ងងថាទុកមីនទៅការពារទឹកដីសូមបញ្ជាក់ថាបើទុកមីនវាមិនបានការពារទឹកដីទេគឺឲ្យថៃមានលេសវាយខ្មែរកុំល្ងងពេកថៃដែលវាវាយខ្មែរនៅប្រាសាទតាមាន់ណាដោយសារក្របមីនថៃដែលវារករឿងខ្មែរក្រោយថ្ងៃ28ខែឧសភា2025គឺជន់មីនរឿងជន់មីននេះហើយតែវាវាយខ្មែរបានបន្តមកទៀតថៃវាយកខ្មែរទៅ Ottawa Convention អនុសញ្ញា Ottawa ដោយសារតែអាក្របមីនហ្នឹងអូខេហ្នឹងអញ្ចឹងបន្តមកទៀតផុសតាងជាក់ស្ដែងនៅព្រៃច័ន្ទនិងជោគជ័យថៃដែលវាពាត់លោកបន្លាហើយវាយកគ្រឿងចាក់មកភ្ជួរមករស់មកឈូសឆាយដោយសារតែវាយកលេសក្របមីនមនុស្សមួយចំនួននៅខាងខ្មែរល្ងងគិតថាមីននឹងការពារទឹកដីតែតាមការពិតមីនហ្នឹងគឺឲ្យថៃពង្រីកទឹកដីហើយឲ្យថៃវាយខ្មែរទេអាមីនដែលតាហ៊ានថៃវាជន់ហ្នឹងណាវាអាចជាមីនចាស់វាអាចជាមីនថ្មីហើយបើសិនណាជាវាមានគោលដៅពិតប្រាកដថាវាយចូលយកដីស្រុកខ្មែររថក្រោះរបស់វាអត់មានអាមីនចង្កួតហ្នឹងអត់មានធ្វើអីរថក្រោះវាបានទេពីព្រោះមីនដែលវាជន់ប្រមាណហ្នឹងគឺជាអង្គទីពាក់សេណែលហៅថាមីនបំផ្លាញប្រាណឬក៏មីនប្រឆាំងប្រាណជាមីនតូចតាចមីនបើសិនជាមីនហ្នឹងឡាន Jeep បើកជន់ក៏វាមិនងាប់មនុស្សអង្គុយលើឡានដែរអត់បានទេដូច្នេះបើគេយករថពេះដែកចូលវាអត់មានទៅតល់អីទេនៅក្នុង APC ណាArmor Personnel Carrier APC វាចូលទៅយកអង្គមន្ត្រីឲ្យចូលទៅបាទអត់មានបញ្ហាទេអញ្ចឹងមនុស្សខ្មែរមួយចំនួនឆោតដោយសារអីដោយសារមិនដែលរៀនពីអាវុធយុទ្ធភពមិនដែលរៀនពីតបចេះតែគិតថាខ្លួននឹងវាឆ្លាតណានឹងមួយថៃវាយខ្មែរដោយសារតែអាមីននឹងឯងចុះមិនបានថៃវាចង់ឲ្យដោះវាខ្លាចជន់មីនណាមែនទេតែថៃវាចង់ឲ្យដោះនឹងវាខ្លាចជន់មីនណាមែនទេវាមិនមែនខ្លាចជន់មីនទេវាឲ្យដោះដើម្បីអីដើម្បីវាបានសហការដោះជាមួយនៅពេលវាសហការដោះជាមួយវារៀបចំទឹកដីតាមបណ្ដោយព្រំដែននឹងដើម្បីសម្រេចការចែកខណ្ឌសីមាពីព្រោះការពន្យាពេលដោយមូលហេតុក្របមីនវាដល់កំណត់ដែលត្រូវដោះមីនហើយពីមុនថៃបណ្ដែតបណ្ដោយឲ្យហ៊ុនសែនពន្យា MOU 25ឆ្នាំ
MOU ឆ្នាំ2000ហ្នឹងចុះហត្ថលេខាឲ្យ25ឆ្នាំអត់មានធ្វើអាចក្តោល្មងទេវាបដ ாய் ឲ្យហ៊ុនសែនពជាពេលតែពេលនេះវាឈប់ឲ្យពជាពេលហើយវាចាញ់យុគសម័យថ្មីរបស់វាមកអញ្ចឹងវាត្រូវការឲ្យដោះមីនដើម្បីវាពន្លឿនក្នុងការចែកខណ្ឌសីមាមានន័យថាវាគនត្រូលពេលវេលាចំណែកយើងគឺសិតតែឆ្លាតតែមកជាមួយឆ្លាតហ្នឹងគឺខាតបានជាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតថាកុំសួររឿងខាតណាអញប្រាប់ឲ្យប្រាប់ទៀតថាសាច់តែអញទេអាណាសួរទៅព្រៃសរដល់បានទៅលោកហ៊ុនសែនខាងឆ្លាតមេដឹកនាំខ្មែរខាងឆ្លាតប៉ុន្តែខាងខាតចំណែកខាងសៀនវិញខាងល្ងងប៉ុន្តែវាគង់វងអាមួយល្ងងតែវាគង់វងទឹកដីវាចំណែកអាមួយឆ្លាតគឺបានតែត្រឹមខាតនឹងរឿងដោះមីនណាសំបញ្ជាក់អញ្ចឹងមកភាកដែលយល់ថាដោះមីនទៅវាអត់អីការពារអ្នកនឹងអត់យល់សាច់រឿងហ្នឹងទេ